តែអ្នកទាំងអស់គ្នាធ្លាប់សម័យទេថាក្មេងប្រុសម្នាក់ដែលត្រូវមនុស្សគ្រប់គ្នានឹងស្អប់ខ្ពើមហើយត្រូវគេមើលងាយនឹងរស់នៅតែឯងប៉ុន្តែចុងក្រោយគឺបានក្លាយទៅជា Hokage នៅក្នុងភូមិទៅវិញសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ខ្ញុំ Ultra Boy Studio ហើយថ្ងៃនេះផងដែរយើងនឹងតែស្គាល់អំពីប្រវត្តិរបស់ Naruto Uzumaki ចាប់តាំងពីថ្ងៃកំណើតរហូតក្លាយទៅជាវីរបុរសដ៏អស្ចារ្យម្នាក់នៅក្នុងពិភព Ninja Shinobi អូខេអ្នកទាំងអស់គ្នាអញ្ចឹងមុននឹងចូលសង្ឃឹមថាអ្នកទាំងអស់គ្នានឹងកុំភ្លេចចុច like និង subscribe មកលើ channel របស់ខ្ញុំម្នាក់មួយអូខេអញ្ចឹងកុំឲ្យខាតពេលយូរអីយើងទៅធ្វើការតាមដានជាមួយនឹងខ្ញុំទាំងអស់គ្នា Let's go កំណើតរបស់ Naruto Uzumaki កើតនៅភូមិកូណូហាក្នុងយុគដែលសត្វកញ្ជ្រោងកន្ទុយ9 Kurama បានវាយប្រហារនៅក្នុងភូមិឪពុករបស់ Naruto គឺ Minato Namikaze ដែលជា Hokage ទី4នៅក្នុងភូមិហើយម្ដាយរបស់គេគឺ Kushina Uzumaki ដើម្បីការពារភូមិ Minato និង Kushina បានសម្រេចចិត្តផ្ទេរថាមពល Kurama ទៅក្នុងទារក Naruto ការសម្រេចចិត្តរបស់ពួកគាត់នេះបានធ្វើឲ្យពួកគាត់ទាំងពីរពលគឺម្ដាយនិងឪពុករបស់ Naruto ត្រូវបានបាត់បង់ជីវិតកុមារភាពដ៏ឯកោបន្ទាប់ពីឪពុកម្ដាយរបស់ Naruto ស្លាប់បាត់ទៅ Naruto ធំឡើងដោយគ្មានគ្រួសារទេអ្នកភូមិភាគច្រើនគឺខ្លាច Naruto ខ្លាំងមែនទែនដោយសារតែនៅក្នុងខ្លួនរបស់គាត់នឹងគឺមាន Kurama គ្មានអ្នកណាចង់លេងជាមួយហើយគ្មានអ្នកណាចង់ស្និទ្ធស្នាលជាមួយ Naruto ទេដូច្នេះ Naruto តែងតែបង្ករឿងធ្វើអំពើកំប្លែងដើម្បីឲ្យអ្នកដទៃចាប់អារម្មណ៍ទៅលើខ្លួនប៉ុន្តែក្រោយពីការអុកឡុកនិងការធ្វើរឿងកំប្លែងរបស់ Naruto នឹងគឺ Naruto គ្រាន់តែចង់ស្គាល់និងចង់ទទួលបាននូវក្តីស្រឡាញ់តែប៉ុណ្ណោះក្តីសម័យរបស់ Naruto ដែលចង់ក្លាយទៅជា Hokage ទោះបីជា Naruto នឹងគឺត្រូវគេមើលងាយក៏ដោយប៉ុន្តែ Naruto មិនដែលបោះបង់នូវក្តីសម័យរបស់គាត់ទេ Naruto តែងតែស្បត់ថាថ្ងៃណាមួយគាត់នឹងក្លាយទៅជា Hokage ឬក៏មេភូមិនៅក្នុងភូមិដើម្បីឲ្យមនុស្សគ្រប់គ្នាទទួលស្គាល់និងគោរពទៅលើគេហើយក្តីសម័យនេះបានក្លាយជាកម្លាំងជំរុញដ៏ធំមួយនិងធំបំផុតនៅក្នុងជីវិតរបស់ Naruto បន្ទាប់មកទៀត Naruto ក៏បានបញ្ចប់ការសិក្សាពីសាលា Ninja Academy ហើយបានចូលក្រុមទី7ជាមួយនឹងមិត្តភ័ក្តិរបស់គេដែលមានឈ្មោះដូចជា Sasuke Uchiha និង Sakura Haruno ហើយពួកគេគឺមានគ្រូបង្វឹកម្នាក់ទៀតដែលគាត់គឺមានឈ្មោះថា Kakashi Hatake បើនិយាយទៅ Kakashi Hatake នេះគឺជា idol របស់ខ្ញុំហ្មងអ្នកទាំងអស់គ្នានៅក្នុងរឿងហ្នឹងដំបូងគឺ Naruto មិនសូវមានភាពពូកែប្រហែលទេប៉ុន្តែ Naruto គឺមានភាពតស៊ូអត់ធ្មត់និងមិនដែលចោះចាញ់ឡើយ Sasuke គឺជាមិត្តភ័ក្តិដ៏ល្អម្នាក់គត់របស់ Naruto ហើយក៏ជាគូប្រជែងរបស់ Naruto ដែរ Naruto តែងតែខិតខំប្រឹងប្រែងដើម្បីដើររក Sasuke នៅពេលដែល Sasuke បានចាក់ចេញពីភូមិបន្ទាប់ពី Sasuke បានចាក់ចេញពីភូមិ Naruto បានសន្យាថានឹងនាំ Sasuke ឲ្យត្រឡប់មកវិញមិនថាត្រូវចំណាយពេលប្រហែលឆ្នាំក៏ដោយក្រៅពី Kakashi Hatake ដែលគាត់គឺជាគ្រូបង្វឹកនៅក្នុងក្រុមរបស់ពួកគេនឹង Naruto ក៏បានជួបជាមួយនឹងគ្រូរបស់គេម្នាក់ទៀតគឺមានឈ្មោះថា Jiraiya ដែលជាគ្រូដ៏អស្ចារ្យរបស់គាត់ Jiraiya បានបង្រៀន Naruto ពី Rasengan និងការគ្រប់គ្រងចក្រានិងមេរៀនជាច្រើនទៀតអំពីជីវិតរបស់គេការស្លាប់របស់ Jiraiya គឺជាព្រឹត្តិការណ៍ដែលធ្វើឲ្យ Naruto ឈឺចាប់ខ្លាំងប៉ុន្តែវាក៏ធ្វើឲ្យ Naruto រឹងមាំជាងមុនផងដែរសង្គ្រាមជាមួយ Pain នៅពេល Pain វាយប្រហារកូនKonoha Village Naruto បានត្រឡប់មកវិញហើយប្រើ Sage Mode ដើម្បីការពារភូមិបន្ទាប់ពីឈ្នះ Pain Naruto មិនបានសម្លាប់ Pain ចោលទេផ្ទុយទៅវិញ Naruto បានព្យាយាមយល់ពីការឈឺចាប់របស់ Pain ហើយការអភ័យទោសនិងការយល់ចិត្តនេះហើយត្រូវបានធ្វើឲ្យ Naruto ក្លាយទៅជាវីរបុរសពិតប្រាកដសង្គ្រាម Ninja លើកទី4 Naruto បានសហការជាមួយនឹង Killer Bee ដើម្បីគ្រប់គ្រងអំណាច Kurama ក្រោយមក Kurama បានទទួលស្គាល់ Naruto ហើយក្លាយជាមិត្តជិតស្និទ្ធរបស់គេនៅក្នុងសង្គ្រាម Ninja លើកទី4នេះ Naruto បានប្រយុទ្ធជាមួយ Obito Madara និង Kaguya ដើម្បីសង្គ្រោះពិភព Ninja បន្ទាប់មកក៏មានការប្រយុទ្ធចុងក្រោយជាមួយ Sasuke បន្ទាប់ពីសង្គ្រាម Naruto និង Sasuke បានប្រយុទ្ធគ្នានៅ Valley of the East ការប្រយុទ្ធនេះគឺមិនមែនដើម្បីសម្លាប់គ្នាទេប៉ុន្តែដើម្បីបង្ហាញអំពីជំនឿនិងមិត្តភាពរបស់ពួកគេរវាង Sasuke និង Naruto នៅទីបំផុត Sasuke បានទទួលស្គាល់ Naruto ហើយត្រឡប់មកត្រូវគ្នានិងក្លាយទៅជាមិត្តល្អរបស់គ្នាវិញក្រោយរយៈពេលជាច្រើនឆ្នាំ Naruto បានសម្រេចក្តីសម័យរបស់ខ្លួនដោយក្លាយទៅជា Hokage ទី7នៃភូមិ Konoha ក្មេងប្រុសម្នាក់ដែលគ្មាននរណាគេទទួលស្គាល់គ្មាននរណាគេគោរពក៏បានក្លាយទៅជាមនុស្សម្នាក់ដែលអ្នកទាំងមូលនៅក្នុងភូមិនេះគឺគោរពនិងស្រឡាញ់គេខ្លាំងមែនទែនហើយនៅក្នុងរឿង Naruto នេះគឺបានបង្រៀនឲ្យយើងដឹងថាកំណើតគឺមិនកំណត់ពីអនាគតទេហើយការខិតខំប្រឹងប្រែងមិនបោះបង់ការជឿជាក់លើខ្លួនឯងនិងការយកចិត្តទុកដាក់ចំពោះអ្នកដទៃអាចផ្លាស់ប្ដូរជីវិតរបស់មនុស្សម្នាក់បានអូខេអ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់ប្រវត្តិរបស់ Naruto Uzumaki នេះគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកទាំងអស់គ្នានឹងពេញចិត្តហើយបើសិនជាមានចំណុចខ្វះខាតសង្ឃឹមថាអ្នកទាំងអស់គ្នានឹងអធិស្ឋានអូខេអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តប្រភេទវីដេអូប្រវត្តិនេះទៀតគឺខ្ញុំនឹងធ្វើការចេញបន្តទៀតអូខេអ្នកទាំងអស់គ្នាអញ្ចឹងយើងមានតែប៉ុណ្្នឹងទេយើងជួបគ្នានៅក្នុងវីដេអូក្រោយៗទៀតបាយបាយ